សរុបព្រឹត្តិការណ៍ផ្ទុះល្បីសំខាន់ខ្លីៗនៅថ្ងៃនេះពីរស្មីវណ្ណិកា OVK ព្រឹត្តិការណ៍សំខាន់ទី1តើពិតឬទេទាហានដែលរងការសម្លុតក្រោយការទាមទាររកយុត្តិធម៌អាចត្រូវបានកាត់ឈ្មោះចេញពីក្របខ័ណ្ឌពាក់ព័ន្ធនឹងករណីនេះបងប្អូនទាំងអស់គ្នាដូចបានជ្រាបហើយទាហានម្នាក់ដែលឈ្មោះថាវិតកំសាន្តដែលផ្ទុះការចាប់អារម្មណ៍កាលពីលើកមុននោះគឺលោកបានរៀបរាប់ពីការឈឺចាប់របស់លោករឿងបង់លុយទៅឲ្យខាងបូរីលេងនវត្រារួចហើយប៉ុន្តែមិនបានផ្ទះហើយថែមទាំងរងការសម្លុតទាំងដែលគ្មានដំណោះស្រាយក្រោយមកមេអង្គភាពក៏បានចេញលិខិតអះអាងថាគាត់មិនមែនជាទាហានជួរមុខនោះទេពេលនោះមហាជនក៏ផ្ទុះពេញប្រតិកម្មនៅក្នុងបណ្ដាញសង្គម Facebook ដោយលើកឡើងថាទាហានជួរមុខឬមិនជួរមុខគឺជាទាហានដូចតែគ្នាប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នេះនៅថ្ងៃទី28ខែមករាឆ្នាំ2021ស្រាប់តែគណនី Facebook ឈ្មោះកឹមសានដែលគេដឹងថាជាគណនី Facebook របស់លោកទាហានដែលឈ្មោះវុតកឹមសាននោះបានសរសេររៀបរាប់បែបនេះថាសុំមេដើរសងបំណុលបងប្អូនឲ្យអស់សិនកុំទាន់អីប្អូនសានមកដាក់ច្បាប់សិនខំជិះម៉ូតូទាំងថ្ងៃជិត100គីឡូទៅដល់កន្លែងប្រែជានិយាយផ្សេងទៅវិញថែមទាំងនិយាយគម្រាមថារឿងប្អូនចូលក្នុងបញ្ជីខ្មៅហើយខាងលើប្រហែលកាត់ឈ្មោះចេញពីក្របខ័ណ្ឌខ្ញុំទទួលកំហុសថាស្លៀកពាក់យោធាចូលប្រជុំខ្ញុំស្រឡាញ់ទាហានណាស់បើដកខ្ញុំដូចដកជីវិតខ្ញុំស្រាប់តែលោកផាយវណ្ណៈបានចោទជាសំណួរថាហេតុអ្វីបែបនេះតើជាព័ត៌មានពិតឬទេព្រឹត្តិការណ៍ផ្ទុះល្បីសំខាន់ទី2គឺតាក់ទងជាមួយនឹងករណីសម្រួលគ្នាចាប់ហើយតែមហាជនដូចជាគិតថាមិនសមហេតុផលដែលឲ្យជនរងគ្រោះជាអ្នកសំទោសអ្នកគម្រាមផ្ទះកំភ្លៀងគេនៅលើដងផ្លូវទៅវិញក្នុងនោះលោកផៃវណ្ណៈបានលើកឡើងបែបនេះថាលោកមាសញឹមអនុប្រធានមន្ត្រីបរិស្ថានខេត្តព្រះវិហារគម្រាមផ្ទះកំភ្លៀងប្រជាពលរដ្ឋហើយមិនទទួលស្គាល់កំហុសមិនសុំទោសប្រជាពលរដ្ឋបែរជាហៅប្រជាពលរដ្ឋរងគ្រោះឲ្យមកសុំទោសខ្លួនថែមទៀតក្រោយមកទៀតលោកផៃវណ្ណៈបានបន្តទៀតថាសម្រួលគ្នាចាប់ហើយឲ្យជនរងគ្រោះមកសុំទោសជនល្មើសការលើកឡើងបែបនេះរបស់លោកផៃវណ្ណៈដោយឆ្លើយតបទៅនឹងគណនី Facebook មួយឈ្មោះដនមេរីរតបានលើកឡើងបែបនេះថាខ្ញុំបាទឈ្មោះដនមេរីរតកាលពីថ្ងៃទី23ខែមករាឆ្នាំ2026ខ្ញុំបាទបានធ្វើដំណើរពីខេត្តស្ទឹងត្រែងទៅខេត្តសៀមរាបលុះដល់ចំណុចជើងភ្នំត្បែងខេត្តព្រះវិហារមានការចៃដន្យនឹងធ្វើឲ្យមានការប៉ះពាល់ពាក្យសម្ដីជាមួយនឹងលោកពូមាសញឹមរួចមកដល់ថ្ងៃនេះខ្ញុំបាទនិងលោកពូក៏បានជួបគ្នាសម្របសម្រួលគ្នារួចហើយនៅក្នុងថ្ងៃនេះសូមបងប្អូនមេត្តាអនុគ្រោះដល់រូបខ្ញុំបាទនិងលោកពូមាសញឹមផងខ្ញុំសូមសំណូមពរបងប្អូនប្រជាពលរដ្ឋមេត្តាអនុគ្រោះកុំចែកចាយព័ត៌មាននេះបន្តទៀតដោយក្តីអនុគ្រោះហើយព្រឹត្តិការណ៍សំខាន់ចុងក្រោយនេះគឺពាក់ព័ន្ធនឹងហាងឆេងមាសគឺបានឡើងថ្លៃដល់កម្រិតកំពូលហើយ$6,700ក្នុងមួយដំឡឹង